នៅរសៀលថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹងថាលោកជំទាវបណ្ឌិតសភាចាភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាតក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី25នៃអង្គការ UNESCO ចាប់ផ្ដើមពីថ្ងៃទី24ដល់ថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ដែលដឹកនាំដោយលោកជំទាវ កាយ៉ាន់អូមេរ៉ូវ៉ាប្រធានអង្គប្រជុំរដ្ឋភាគីលើកទី25និងមានការចូលរួមដោយឯកឧត្តម Khaled Ahmed El Enani Ali Isis អគ្គនាយកអង្គការ UNESCOនាពេលនោះលោកជំទាវបណ្ឌិតសភាចាភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្ដារដ្ឋភាគីក្នុងការជួយថែរក្សាគ្រប់គ្រងនិងអភិវឌ្ឍប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមកជាមួយគ្នានេះដែរលោកជំទាវបណ្ឌិតសភាចាក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្ដីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពានការក្លែងបន្លំនៅទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោកនិងកង្វះខាតនៅបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ1970និងអនុសញ្ញាឆ្នាំ1972នាពេលកន្លងមកបន្ថែមលើនេះលោកជំទាវបណ្ឌិតសភាចារដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដាឆ្នាំ2025កន្លងមកដែលពេលនោះលោកជំទាវបានលើកឡើងម្ដងរួចមកហើយនៅការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាងព្រោះការនេះគឺជាសកម្មភាពខ្វះខាតនៅក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើមនិងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរកម្ពុជាអំពាវនាវយ៉ាងមុតមមដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការ UNESCO ធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នៅទិសដៅច្បាស់លាស់ក្នុងក្របខ័ណ្ឌអនុសញ្ញាឆ្នាំ1970និងអនុសញ្ញាឆ្នាំ1972នឹងធ្វើការរួមជាមួយបណ្ដារដ្ឋភាគីដើម្បីទប់ស្កាត់នៅសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម